យើងមកវិភាគអំពីពាក្យ mini ហើយនិងពាក្យថា much អញ្ចឹងពាក្យ mini ហើយនិងពាក្យថា much ណាខុសគ្នាដូចម្ដេចអូខេអញ្ចឹងពាក្យ mini ហ្នឹងគឺយើងសំដៅទៅលើចា countable noun ហើយចំពោះនឹងពាក្យថា much គឺយើងប្រើជាមួយនឹង uncountable noun អញ្ចឹង uncountable noun ហ្នឹងចាបកប្រែថាម៉េចអញ្ចឹង uncountable noun ហ្នឹងយើងមកបកប្រែថាចានាមដែលរាប់មិនបានចា countable noun យើងប្រែថានាមដែលរាប់បានចាអញ្ចឹងនាមដែលរាប់បានហ្នឹងចង់សំដៅទៅលើអីគេចានាមដែលរាប់បានហ្នឹងចង់សំដៅទៅលើរបស់ទាំងឡាយណាចាដែលយើងអាចរាប់បានជាចំនួនមួយជាក់លាក់ឧទាហរណ៍ដូចជាពាក្យtable ដូចជាពាក្យ chair ដូចជាពាក្យ marker ចាម្ដងពីរដើមចឹងដូចជាពាក្យថា people ដូចជាដើមចាជាចំនួនមួយដែលយើងអាចរាប់បានអញ្ចឹងហើយទើបយើងប្រើជាមួយនឹងចា mini ចាដល់ពេលម៉ាច់គឺយើងប្រើជាមួយនឹងចំនួនណាដែលយើងមិនអាចរាប់បានចាដូចជាចំនួនដែលយើងវល់អីមួយចឹងណាឧទាហរណ៍ដូចជាអង្គដែលអ្នកទាំងអស់គ្នាអាចរាប់អង្គបានទេចាយើងរាប់អត់បានទេអញ្ចឹងក្នុងមួយកំប៉ុងហ្នឹងមានចំនួនប៉ុន្មានគឺយើងអត់ដឹងទេចាហើយជាមួយនឹងពាក្យហើយជាមួយនឹងទឹកចាជាភេទទឹកគឺយើងវល់ជាលីត្រចាយើងអាចដឹងថាទឹកហ្នឹងមានចំនួនប៉ុន្មានទេចាតែយើងអាចគិតជាចំនួនលីត្របានអញ្ចឹងមានដូចជាគេប្រេងចាមានដូចជាគេចាស្ករអំបិលប៊ីចេងចាយើងអាចរាប់គ្រាប់ពីរគ្រាប់បានទេចាតែយើងដួសមួយស្លាបព្រាចាគឺចាចំនួនដែលយើងវត្តគឺជាស្លាបព្រាចាអញ្ចឹងពាក្យ mini ហើយនិងពាក្យ much ហ្នឹងគឺខុសគ្នាអញ្ចឹងតែចង់សំដៅទៅលើចាការប្រើប្រាស់ noun ដូចគ្នាចាអញ្ចឹង noun ហ្នឹងមានដូចជាខ្លះមានដូចជាទីកន្លែងមនុស្សសត្វចាជាមួយនឹងរុក្ខជាតិចារុក្ខជាតិហ្នឹងមានដូចជាដើមឈើចាមនុស្សហ្នឹងយើងនឹងឯងចាសត្វដឹងដូចជាចា tiger ដូចជា dog ដូចជាអីជាដើមចាហើយទីកន្លែងហ្នឹងចង់សំដៅទៅលើបរិស្ថានដូចជាសាលារៀនផ្ទះចាដូចជា park ចា car park អីចឹងទៅចាដូចជាគេ hotel ដូចជាអីចឹងទៅចា airport អីចឹងអាហ្នឹងគឺសំដៅទៅលើចាពាក្យទាំងអស់ហ្នឹងគឺជានាមចាអូខេអញ្ចឹងmini ជាមួយនឹង much ដែលខ្ញុំបានបង្ហាញខាងលើនេះចាអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងអូខេអរគុណជំរាបលាបាយបាយ